សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Channel ខ្មែរ Food ទាំងអស់គ្នាមកលើកនេះគេថាគេចាប់ផ្ដើមចិត្តដលងភ្លាមដលងបារាំងអញ្ចឹងណាគេចិត្តជានេះគេចិត្តជាខ្និតមកអ្នកគ្នាផែដលងប្រហែលទេនេះបងប្អូនតោះមកគេដាក់ចូលចានគេទាំងអស់ហ្នឹងណាមានន័យថាគេចិត្តឲ្យគេរៀបដាក់ចានឲ្យដាក់គ្រឿងដាក់អីចឹងទៅឥឡូវនេះគេកំពុងតែដាក់គ្រឿងចុះឡើងអ្នកគ្នាម្រេចមានស្ករមានអីផងចឹងណាហ្នឹងហើយអ្នកគ្នាអូខេចឹងអាទឹកលឿននេះខ្ញុំមិនដឹងអីគេទេតោះមកគេចាប់ផ្ដើមបិទថងអាស្គុតស្អីគេនោះបងប្អូនចឹងគេបិទឲ្យជិតហើយបន្ទាប់មកគេដាក់ក្នុងម៉ាស៊ីនគេចឹងណាម៉ាស៊ីនហ្នឹងដូចជាម៉ាស៊ីនចម្អិនអញ្ចឹងឥឡូវឆ្អិនអីចឹងគេដកចេញអូខេឥឡូវយើងបើស្គុតបើអីអូតដងតាលយបងប្អូនឥឡូវយើងចូលម្ហូបថ្មីគឺថាគេលាយគ្រឿងចូលមកគឺលឿនស្លេវបណ្ដោយបងប្អូនឥឡូវគេដាក់ម្សៅដាក់អីចូលហ្នឹងហើយអ្នកគ្នាតោះមកគេដាក់ចូលទៅក្នុងខ្ទះអូខេហ្នឹងហើយសិតស្ករសណាហើយតោះមកគេដាក់ចេកឲ្យដាក់គ្រឿងដាក់អីចឹងណាតោះមកចូលចាថ្មីខ្ញុំដំបូងគឺថាយើងចាប់ផ្ដើមនេះចិត្តដលងបារាំងណាចិត្តជា3 4 5ចំណិតមកដាក់ចូលក្នុងខ្ទះតោះមកដាក់ចូលក្នុងឆ្នាំងហើយដាក់ទឹកអូខេអ្នកគ្នាឥឡូវគេចាប់ផ្ដើមបកចក្រាននេះអូខេឥឡូវយើងងាកមកមើលគេធ្វើគ្រឿងផ្សំម្ដងដាក់ច្រើនណាស់ខ្ញុំរាប់អត់អស់ហើយណាខ្ញុំរាប់បានមានការ៉ុតមានស្លឹកខ្ទឹមមានអីចឹងណាហើយខ្ទឹមក្រហមណាហើយបន្ទាប់មកគេកូរវាចូលសព្វគ្នាមានន័យថាលាយវាឲ្យសព្វណាបន្ទាប់មកទៀតគឺថាយើងចាប់ផ្ដើមមកមើលអាកន្លែងដលងបារាំងយើងដាក់ចូលមកក្នុងហ្នឹងមកអូខេអាហ្នឹងដូចជាពងលាយគ្នាមកហើយបន្ទាប់មកយើងដាក់ចូលក្នុងចានយើងចាំមើលដាក់ចូលក្នុងចានឲ្យអស់ហើយបន្ទាប់មកគេដាក់ស្អីគេទៀតនេះណែអូខេតោះឥឡូវយកម្ហូបថ្មីគេដាក់ម្សៅចូលក្នុងម៉ាស៊ីនក្លុកបន្ទាប់មកគេក្លុកហើយគេដាក់គ្រឿងចូលហើយក្លុកម្ដងទៀតបន្ទាប់ពីក្លុកហើយមើលពណ៌ហ្នឹងបងប្អូនចេញទៅជាពណ៌ត្បកឈូកហើយគេចាក់ចូលក្នុងកែវអូខេបន្ទាប់មកគេដាក់ strawberry នៅខាងលើអូខេតែញ៉ាំទៅគឺតំណងបងប្អូនតោះឥឡូវយើងចូលម្ហូបថ្មីគឺថាមុនដំបូងគេយើងដាក់អីគេនេះបងប្អូនដាក់ចូលទៅក្នុងឆ្នាំងហើយបន្ទាប់មកគេកូរគេអីចឹងណាគេកូរខ្លាញ់អីចឹងណាបន្ទាប់មកគេដាក់គ្រឿងផ្សំគេដាក់ស្អីគេនេះចូលអ្នកគ្នាបន្ទាប់មកគេដាក់គ្រឿងផ្សំចាដាក់គ្រឿងផ្សំម្រេចអីចឹងណាបន្ទាប់មកគេកូរនៅក្នុងឆ្នាំងដែរបងប្អូនកូរចុះកូរឡើងរហូតដល់វាសព្វអស់ចឹងណាវាសព្វទៅបន្ទាប់មកគេដាក់ទឹកជ្រលក់ហើយបន្ទាប់មកគេដាក់នំដូចមិនជានំទេហ្នឹងបន្ទាប់មកគេកូរទៀតកូរចុះកូរឡើងមកពីកូរហើយគេចាប់ផ្ដើមចាយកគម្របក្របវាអូខេហ្នឹងហើយគឺក្របវាគេឲ្យយើងរងចាំតឥឡូវចាប់ផ្ដើមពុះចៃឥឡូវយើងដាក់គ្រឿងផ្សំដូចជាប៊ឺហើយនឹងអីនេះបងប្អូនដែលខ្ញុំបញ្ចូលសលេងនេះគឺបញ្ចូលទាំងឈឺតែម្ដងបងប្អូនចាគឺខ្ញុំគ្រាន់អញ្ចឹងវីដេអូចំអិនម្ហូបគឺចាឥឡូវទៀតចប់ហើយបងប្អូនអញ្ចឹងបងប្អូនកុំភ្លេចជួយចែក Subscribe ឲ្យម្នាក់មួយផងណាបងប្អូនបាយបាយ